បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបានបង្ហាញពីវីដេអូមួយបាទទាក់ទងនឹងការផ្លាស់ប្ដូរបាទផ្លាស់ប្ដូរយើងប្របែកកូនក្អុកបាទនេះកូនក្អុកគឺខ្ញុំប្របែកមកពីអាងខាងនេះទេបាទដោយសារវាច្រើនពេកបាទអញ្ចឹងយើងប្របែកជា2អាងហើយនេះកំពុងតែដាក់ទឹកថ្មីចូលបាទយើងផ្លាស់ប្ដូរទឹកផងយើងប្របែកកូនក្អុកផងបាទនេះហើយជានៅអានេះតិចជាងខាងនោះទេដោយសារខ្ញុំប្របែកទៅនោះច្រើនជាដោយសារអាងខាងនេះវាធំជាងអាងខាងនេះបងប្អូនបាទវាធំជាងអាងខាងនេះបន្តិចអញ្ចឹងយើងដាក់ខាងនេះរៀងច្រើនជាងបន្តិចក៏អត់អីដែរបាទនេះកូនកោកយើងរៀងស្រាងហើយខ្ញុំទៅបាចំណីវាស៊ីទេមិនថាអញ្ចឹងនិយាយរួមមិនថាបងប្អូនដែលគាត់មកចាំកើតសាច់គឺខ្ញុំថាកូនក្អុកគឺកើតផ្សាយទេបងប្អូនត្រូវតែប្របែកបាទទាំងអស់នេះគឺកូនសម្បីតែកូនក្អុកក៏ខ្ញុំចាប់ប្របែកដែរបងប្អូនបាទគឺដើម្បីការពារកុំឲ្យវាជាអៀតគ្នាពេកគឺវាអត់សូវធំទេការលូតលាស់វាយឺតបាទអញ្ចឹងយើងត្រូវផ្លាស់ប្ដូរអាងប្របែកអាងជា2បាទអញ្ចឹងខ្ញុំឥឡូវខ្ញុំបានផ្លាស់ប្ដូរហើយថ្ងៃនេះដោយសារកូនកូននេះវាអាយុ10ថ្ងៃជាងហើយអញ្ចឹងវាធំល្មមដែលយើងអាចប្របែកបានហើយអញ្ចឹងបើសិនជាក្រោម10ថ្ងៃហ្នឹងគឺយើងអត់តន់ប្របែកទេបងប្អូនដោយសារវានៅរៀងទូចអញ្ចឹងវាអាចឆាប់ងាយនឹងពុលទឹកអញ្ចឹងគឺនៅពេលដែលអាយុបាន10ថ្ងៃជាងចូល12ថ្ងៃ13ថ្ងៃហ្នឹងគឺយើងអាចផ្លាស់ប្ដូរបានហើយបាទវិសាវាច្រើនពេកហើយខ្ញុំយើងសង្កេតមើលឃើញថាវាធំធាត់យឺតបាទធំធាត់យឺតជាងអាងខាងនោះបាទអាងខាងនោះយើងប្រកាសថ្ងៃជាមួយគ្នាប៉ុន្តែមើលទៅទំហំកូនកោកគឺវារៀងធំឆ្លោះជាងខាងអាងខាងនោះបាទអញ្ចឹងយើងក៏ផ្លាស់ប្ដូរអាងជា2ទៅបាទគឺយើងប្រកាសវាមុននេះអាងនេះមួយបាទអាងកំពុងតែបូមទឹកចូលនោះមួយឥឡូវយើងប្របែកមកអាងនេះមួយទៀតវាចូល3អាងហើយកូននេះក៏ចូលខ្ទង់10000កូនជាងដែរបងប្អូនបាទព្រោះឥឡូវនេះវា10ថ្ងៃជាងហើយបងប្អូនបាទអញ្ចឹងវាអត់មានបញ្ហាអីទេបងប្អូនបាទអញ្ចឹងយើងថែទៅពេលតូចឲ្យបានទៅល្អទៅគឺវាពេល10ថ្ងៃឡើងវាលែងសូវមានបញ្ហាអីហើយបងប្អូនបាទហើយវាលែងទឹកថ្មីបងប្អូនដែរឡើងមកលើលែងទឹកថ្មីបាទច្រើនបាទវីដេអូនេះក៏អត់មានអីវែងឆ្ងាយដែរបងប្អូនបាទគ្រាន់តែបង្ហាញពីចែកទេសមួយបាទគឺយើងចាប់ប្របែកកូនក្អុកបាទអញ្ចឹងបងប្អូនមិនថាបងប្អូនប្រកាសបងប្អូនចាំសាច់ទេគឺការចំការវាត្រូវចាំបាច់បំផុតគឺការចាប់ប្របែកហ្នឹងឯងបងប្អូនបាទគឺយើងសង្កេតមើលថាវាអត់លូតលាស់មិនសូវលូតលាស់ធំលឿនទេអាហ្នឹងយើងចាប់បែកវាទៅបាទអញ្ចឹងមានន័យថាវាជាអៀតហើយវា stress ហើយស៊ីចំណីក៏មិនសូវគ្រប់គ្រាន់ដែរបាទអញ្ចឹងអាធំនៅតែធំទៅអាទូចវាកាន់តែទូចបាទវានៅតែទូចអញ្ចឹងដល់ពេលយើងចាប់ប្របែកមកទលាចេះវាអាចធំអាទូចក៏វាអាចប្រឹងស៊ីទៅវាចំណីយើងបែកទៅវាស៊ីគ្រប់គ្រាន់ហើយអញ្ចឹងក៏វាអាចធំទោះយឺតជាងគ្នាក៏មិនយឺតជាងគ្នាខ្លាំងដែរបងប្អូនបាទសារវារៀងទលាយបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ